Hello សួស្តីអ្នកនរគ្នាខ្ញុំ B ថ្ងៃហ្នឹងខ្ញុំមកប្រាប់អ្នកនរគ្នាពីវិធីថែសក់របស់ខ្ញុំកុំឲ្យវាឈូសហើយនឹងបែកចុងហើយវាសក់ខ្ញុំមកលេងពណ៌ច្រើនមែនតើលេងពណ៌កឹបគៀបមូរាល់ថ្ងៃជាមួយនឹងសេរ៉ូមួយនេះគឺយើងប្រើនៅលើកូនសក់ពេលដែលសក់យើងទៅតែកប់សក់ហើយសក់យើងនៅសើមគឺវាជួយថែរក្សាសក់យើងអ្នកនរគ្នាកុំឲ្យជ្រុះហើយយើងលាបតាមឆ្នោតសក់ទេមកពេលច្រើនខ្ញុំប្រើនៅកន្លែងណាដែលខ្ញុំអត់សូវមានសក់ច្រើនអញ្ចឹងណាហើយយើងញីវាឲ្យសក់ពេញក្បាលពេលដែលយើងលាបនៅលើស្បែកក្បាលយើងវាធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ហើយស្រួលខ្លួនហ្មងដូចយើងម៉ាស្សាស្បែកក្បាលយើងអញ្ចឹងណាកន្លែងកណ្ដាលក្បាលយើងនេះគឺសំខាន់ហ្មងកន្លែងហ្នឹងងាយនឹងជុះសក់សរុបហ្នឹងបានប្រហែលជា7 ខែខ្ញុំឃើញថាសក់ខ្ញុំវាអត់សូវជ្រុះដូចមុននេះហើយគល់សក់ខ្ញុំវារៀងរឹងមាំជាងមុនទៀតហើយសក់ខ្ញុំគឺឆាប់ដោះលឿនហ្មងណាពេលដែលខ្ញុំប្រើនេះណាគឺជា hair essence អ្នកនរគ្នាយើងប្រើវាពេលដែលសក់យើងនៅសើមគ្នាហើយមិនដាក់ច្រើនទេតែប៉ុណ្្នេះហើយបានហើយញីនៅលើបាតដៃយើងសិនចាំយកមកលាបនៅចុងសក់ខ្ញុំឆ្លាញ់ថងថាវាអត់ស្អិតសក់យើងទេខ្ញុំប្រើហ្នឹងមកនិយាយឲ្យអ្នកនរគ្នាចូលចង់2 ខែសក់ខ្ញុំបែកចុងហ្នឹងណាហើយខ្ញុំលេងពណ៌ខ្ញុំគៀបសឹងរាល់ថ្ងៃសំខាន់ណាស់ក្លិនក្អូបក្លិនអត់កពុលលេងខ្ញុំជាមនុស្សដែលចាញ់ក្លិនកពុលមែនតើខ្ញុំប្រើហ្នឹងណាក្លិនសក់ខ្ញុំឡើងប្រហើរបៀបថាបើនៅចិត្តសង្សារអីគេចង់តែចាប់ក្បាលខ្ញុំថើពេលមែនតាបន្ទាប់មកអ្នកនរគ្នាត្រូវតែផ្លុំសក់យើងជាមួយនឹងម៉ាស៊ីនផ្លុំឲ្យស្ងួតពេលខ្លះខ្ញុំចាំម៉ាស៊ីនសក់ឯណាសក់ខ្ញុំលាបអញ្ចឹងហើយផ្លុំហើយគឺអលាស់យើងហ្មងតែ hair essence មួយនេះហើយពេលដែលយើងលាបនៅលើសក់ហើយសឹងថាអ្នកនរគ្នាគ្រាន់តែផ្លុំសក់ហើយគឺមិនចាំបាច់សុទ្ធតែសក់យើងឡើងទន់ហើយឡើងអលាស់ហើយក្លិនក្អូបទៀតខ្ញុំចូលចិត្តវាត្រង់ហ្នឹងហ្មងហើយអត់ថ្លៃទេអ្នកនរគ្នាតម្លៃក្រោម10 រៀលហើយប្រើបានយូរខ្លាំងតែតបរបស់កូរ៉េខំថាអ្នកនរគ្នានឹងចូលចិត្តវីដេអូហ្នឹងហើយបើចង់ដឹងអីថ្មីទៀតអាច comment នៅក្នុងវីដេអូហ្នឹងបានហើយចូលចិត្តវីដេអូហ្នឹងជួយ subscribe ខ្ញុំម្នាក់មួយហើយនេះគឺជា TikTok របស់ខ្ញុំនៅលើហ្នឹងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ